កាលពី10ឆ្នាំមុននៅភូមិដ៏ដាច់ស្រយាលមួយក្នុងខេត្តបាត់ដំបងមានយុវជនម្នាក់ឈ្មោះសេហាដោយសារចង់ជួយសម្រាលទុក្ខលំបាកឪពុកម្ដាយសេហាបានស្ម័គ្រចិត្តទៅដេកយាមស្រូវនៅខ្ទមចុងស្រែតែម្នាក់ឯងទោះបីជាអ្នកភូមិធ្លាប់ដំណើរថាកន្លែងនោះមានព្រលឹងអ្នកតាចិត្តអាក្រក់ក៏ដោយយប់ដំបូងខ្យល់បក់ត្រជាក់ស្រើបសេហាសម្រាកនៅលើគ្រែសេយក្រោមពន្លឺចង្គៀងប្រេងកាតស្រាប់តែនៅវេលាម៉ោង12អាធ្រាត្រគេសំឡេងកក្រែកក្រែកដូចមានមនុស្សកំពុងដើរជាន់ស្លឹកឈើស្ងួតនៅជុំវិញខ្ទមសេហាស្រែកសួរគឺអ្នកណាគេនឹងពូសានមែនទេគ្មានចម្លើយមានតែសំឡេងខ្យល់បក់កាត់ដើមត្នោតលាន់ឬសូគីស៊ូគួរឲ្យព្រឺក្បាលយប់បន្ទាប់ភ្លៀងធ្លាក់ជោគជាមសេហាកំពុងដេកលក់ស្រួលស្រាប់តែមានអារម្មណ៍ថាមានអ្វីម្យ៉ាងធ្ងន់មកសង្កត់លើទ្រូងគេខំប្រឹងបើកភ្នែកស្រាប់តែឃើញស្ត្រីម្នាក់សក់វែងអន្លាយមុខស្លេកស្លាំងកំពុងអង្គុយលើចុងជើងរបស់គេស្ត្រីនោះងាកមុខយឺតបង្ហាញឲ្យឃើញភ្នែកដែលគ្មានគ្រាប់ភ្នែកមានតែឈាមហូរស្រក់សេហាភ័យពេកចង់ស្រែកតែស្រែកមិនរួចខ្មោចសង្កត់មួយសន្ទុះក្រោយមកខ្មោចនោះក៏រលាយបាត់ទៅជាមួយសំណើចតិចថាដើមមកនៅជាមួយគ្នាទៅមកនៅជាមួយគ្នាទៅយប់ទី3សេហាសម្រេចចិត្តថានឹងត្រឡប់ទៅផ្ទះវិញប៉ុន្តែស្រាប់តែមានអាប់ក្រាស់បាំងចិត្តផ្លូវគេដើរវង្វេងចុះឡើងក៏ត្រឡប់មកដល់ខ្ទមដែលគ្រានោះគេឃើញឪពុករបស់គេឈរនៅមាត់ច្រកចូលខ្ទមសេហាត្រេកអរណាស់ពុកមកជួយខ្ញុំផងខ្ញុំខ្លាចណាស់ឪពុកគេញើសក្បាលរួចហៅឲ្យចូលក្នុងខ្ទមប៉ុន្តែពេលសេហាឈានជើងចូលដល់ក្នុងស្រាប់តែខ្លួនប្រាណឪពុកគេប្រែជាខ្មៅរលួយហើយសើចក្អាកក្អាយយូឯងមកដល់កន្លែងស្លាប់របស់ឯងហើយព្រឹកឡើងអ្នកភូមិបានដើរមកមើលសេហាក៏ឃើញគេដេកស្លាប់នៅក្រោមដើមត្នោតធំមួយក្បែរខ្ទមនោះដោយមានស្នាមក្រចកខ្វាច់ពេញខ្លួននិងទឹកមុខភ័យខ្លាចជាពន់ពេកចាស់ទុំក្នុងភូមិនិយាយគ្នាថាសេហាត្រូវបានក៏ខ្មោចព្រីកំបាំងភ្នែកគឺលបួងយកព្រលឹងទៅបាត់ហើយ